มเป็นเอกชนจำเรียนส่วนเนี่ยรู้หนึ่งส่วนแสดงเป็นออกเนี่ยแค่นี้เนี่ยคือเรานำไปกรมติดล็อกเนี่ยคือยังช่วงวันสงอาเนี่ยคือช่วงพอแก่แล้วเนี่ยคือช่วงมันแค่นี้มาได้คือเนี่ยคือมันเราเรียนเยี่ยมปีเรื่องลงកាលពីព្រេងនេះមានកុមារីម្នាក់អាយុ14ឆ្នាំបានចាញ់ដើរទៅរកដំឡូងនៅក្នុងព្រៃធំមួយលុះបន្តិចក្រោយមកកុមារីនោះទៅជីកដំឡូងនៅជើងដំបូកជីកបានបន្តិចក៏របូតផ្លែចបជ្រុះទៅក្នុងរូងនោះនាងមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថាលោកអ្នកណាអើយជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកមួយរំពេចនោះមានខ្លាចាស់ដំបៅក្បាលរួចបែងដង្កូវចុះកក្រិចចេញមកពីក្នុងព្រៃហើយសន្យាថានឹងយកផ្លែចបឲ្យនាងលុះត្រាតែនាងនោះរកចាយឲ្យខ្លួនកុមារីនោះក៏យល់ព្រមខ្លាក៏យកផ្លែចបបានពីក្នុងរូងឲ្យទៅនាងហើយនាងក៏យកបន្លាមកឆ្កឹះដង្កូវក្នុងដំបាល់ខ្លាចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនេះស្អុយណាស់ប៉ុន្តែនាងចេះតែឆ្លើយប្រាប់ទៅវិញថាក្រអូបណាស់លោកតាលុះឆ្កឹះដង្កូវអស់ទៅខ្លាបាត់ឈឺបាត់រមាស់ហើយក៏ប្រាប់ទៅនាងថាចៅយកជាលមួយមកតានឹងដាក់ដំឡូងអយនាងនោះយកជាលមកអយខ្លាដាក់សតតែមាសប្រាក់ពេញជាលចង់ជាលជឿបដោយផ្ដាំទៅនាងថាពេលទៅដល់ផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិតសំបើកនាងក៏លាខ្លាដើរទៅផ្ទះលុះដើរទៅដល់ផ្ទះនាងក៏ហៅបងប្អូនឡើងមកលើផ្ទះហើយក៏បិទទ្វារជិតបើកមកឃើញសតតែមាសប្រាក់ហើយក៏ចែកគ្នាទៅលុះយូរបន្តិចរឿងនោះក៏ដឹងដល់ស្រីឯទៀតដែលមានកូនក្រមុំក៏ប្រើឲ្យកូនរបស់ខ្លួនទៅជីកដំឡូងដើម្បីជួបខ្លាដោយធ្វើឲ្យដូចនាងមុននឹងបានមាសប្រាក់ចែកគ្នាលុះបានទៅដល់កូនស្រីនោះបានជួបនឹងខ្លាក៏ធ្វើជាជ្រុះចប់ហើយនិយាយថាលោកអ្នកណាយកចប់ឲ្យខ្ញុំបានខ្ញុំនឹងដឹងគុណលោកខ្លាឮហើយក៏យកមកឲ្យនាងនោះរួចឲ្យនាងឆ្កឹះដង្កូវអយខ្លាសួរដូចពីមុនថានាងដង្កូវតាស្អុយឬក្រអូបនាងឆ្លើយថាស្អុយណាស់លោកតាខ្លាឮដូច្នោះក៏បង្កើបឲ្យនាងយកជាលមកអោយខ្លួនហើយចាប់សុទ្ធតែពស់វេដាក់ពេញជារួចប្រាប់នាងថានាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិតសំបើកលុះនាងទៅដល់ផ្ទះហើយប្រាប់ម្ដាយអរណាស់ហៅបងប្អូនមកជួបជុំហើយបិទទ្វារជិតហើយក៏បើកជាលមើលពស់វេចាញ់មកជើមនុស្សទាំងនោះស្លាប់អស់ទៅរឿងនិទានរបស់ខ្ញុំចប់តែប៉ុណ្